សូមជូនរឿងស្រមោលអាតកំបាំងផ្ទះចាស់ចុងភូមិកាលពីព្រេងនាយមានភូមិមួយឈ្មោះភូមិត្រាចរមាសភូមិនេះលាក់ខ្លួននៅកណ្ដាលព្រៃជ្រៅមួយភូមិនេះគឺជាភូមិដែលមានភាពរីកចម្រើនតែមានរឿងមួយដែលតែងតែធ្វើឲ្យអ្នកភូមិព្រឺខ្លាចគឺផ្ទះចាស់ទ្រុឌទ្រោមមួយខ្នងដែលនៅឯចុងភូមិស្ងាត់ជ្រងំគ្មាននរណាហ៊ានទៅក្បែរនោះទេផ្ទះចាស់នោះត្រូវបានអ្នកភូមិហៅថាផ្ទះខ្មោចយាយអបរឿងចាប់ផ្ដើមដំណាលថាយាយអបជាស្ត្រីម្នាក់ដែលមានមន្តអាគមខ្លាំងពូកែហើយគាត់តែងតែយកព្រលឹងខ្មោចទៅធ្វើជាចំណីថ្ងៃមួយយាយអបបានបាត់ខ្លួនពីភូមិយ៉ាងអាតកំបាំងហើយគ្មាននរណាដឹងថាគាត់ទៅឯណាឡើយចាប់តាំងពីពេលនោះមកផ្ទះនោះក៏បានខ្លាចទៅជាកន្លែងដែលពោពេញទៅដោយរឿងចម្លែកនិងសំឡេងចម្លែកនៅពេលយប់នៅក្នុងភូមិក្នុងចំណោមយុវជនទាំងអស់អាលឹមជាកូនកំលោះសង្ហាមានរាងមាំមួនតែងតែមានភាពក្លាហានជាងគេលឹមតែងតែមិនជឿរឿងខ្មោចព្រាយបិសាចដែលចាស់ដំណាលតគ្នាគេតែងតែចំអកឡកលើយចំពោះជំនឿទាំងនេះថ្ងៃមួយលឹមត្រូវបានរៀបការជាមួយកញ្ញាម្នាក់ឈ្មោះសុភីជាកូនរបស់មេភូមិនៅទីនោះដោយចិញ្ចឹមចិត្តស្រឡាញ់គ្នាយ៉ាងខ្លាំងលឹមបានសន្យាជាមួយសុភីថាគេនឹងស្វែងរកផ្ទះថ្មីមួយនៅឯភូមិត្រាចរមាសសម្រាប់រស់នៅជាមួយគ្នាក្រោយថ្ងៃរៀបការលឹមបានសម្រេចចិត្តដើរស្វែងរកផ្ទះគ្រប់ច្រកល្ហកថ្ងៃមួយគេបានប្រទះឃើញផ្ទះមួយខ្នងនៅឯចុងភូមិដែលវាជាផ្ទះខ្មោចយីអូផ្ទះនោះមើលទៅពិតជាចំណាស់ណាស់ហើយមានដើមឈើព័ទ្ធជុំវិញទៀតផងលឹមឃើញផ្ទះនោះទំហំល្មមហើយក៏មានលុយទិញផងដែរក៏សម្រេចចិត្តទិញវាតែម្ដងក្រោយពីទិញរួចលឹមនិងសុភីក៏បានផ្លាស់ទីលំនៅចូលទៅរស់នៅក្នុងភូមិនោះភ្លាមតែម្ដងស្រាប់លុះដល់យប់ដំបូងការរស់នៅរបស់សុភីមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងហើយតែងតែមានសំឡេងរំខាននៅជុំវិញផ្ទះតែលឹមបែរជាមិនខ្វល់ហើយតែងតែប្រាប់សុភីថាវាគ្រាន់តែជាសំឡេងខ្យល់បក់និងសត្វល្អិតតែប៉ុណ្ណោះច្រើនថ្ងៃកន្លងផុតទៅសុភីកាន់តែភ័យខ្លាចខ្លាំងឡើងជារៀងរាល់យប់នាងតែងតែសុបិនឃើញយាយចាស់ម្នាក់ដែលមានរូបរាងគួរឲ្យខ្លាចកំពុងសម្លឹងមើលនាងដោយកែវភ្នែកក្រហមឆ្អិនឆ្អៅដូចឈាមយាយចាស់នោះនិយាយរអ៊ូថាចេញទៅផ្ទះនេះជារបស់អញសុភីបានប្រាប់រឿងនោះទៅប្តីនៅតែមិនជឿហើយគិតថាសុភីភ័យខ្លាចខ្លាំងពេករហូតកើតជាការយល់សប្តិលឹមថែមទាំងបានបបួលសុភីទៅផ្ទះមិត្តភក្តិគេដើម្បីនិយាយបន្ធូរអារម្មណ៍យប់នោះលឹមនិងសុភីបានត្រឡប់មកពីលេងផ្ទះមិត្តភក្តិរបស់គេរៀងយឺតពេលចូលមកដល់ផ្ទះភ្លាមសុភីមានអារម្មណ៍ថាត្រជាក់ស្រេបរងាញ័រសាច់តែម្ដងរំពេចនោះ
នាងបានឮសំឡេងមនុស្សស្រីម្នាក់សើចក្អាកក្អាយលាយឡំជាមួយទៅនឹងសំឡេងខ្យល់ខ្លាំងភ្លាមនោះអំពូលភ្លើងក៏ដាច់ភ្លាមតែម្ដងផ្ទះនោះក៏ចាប់ដើមងងឹតសូនឈឹងសុភីរន្ធត់ជាខ្លាំងតែលឹមវិញនៅតែព្យាយាមធ្វើចិត្តក្លាហានគេបានដកទូរស័ព្ទចេញពីក្នុងដៃរបស់គេដើម្បីបើកពិលទូរស័ព្ទនោះហើយនៅក្នុងភាពងងឹតសូនសុងសុភីក៏ឮសូរសំឡេងមនុស្សដើរលោបនៅជុំវិញខ្លួននាងឮសំឡេងដកដង្ហើមធំនៅក្បែរត្រចៀករបស់នាងរួចក៏មានដៃត្រជាក់មួយបានលូកមកប៉ះស្មារបស់នាងសុភីស្រែកដោយមានភាពភ័យខ្លាចជាខ្លាំងហើយដួលសន្លប់នៅលើឥដ្ឋតែម្ដងចំណែកអាលឹមឃើញសភាពដូចនេះក៏ព្យាយាមស្ទុះទៅជួយសុភីតែគេក៏មានអារម្មណ៍ថាមានអ្វីចាប់ទាញជើងគេជាប់លឹមព្យាយាមរើបំរាស់ជាខ្លាំងតែមិនរួចរំពេចនោះគេក៏មានអារម្មណ៍ថាមានអ្វីដូចជាកំពុងតែទាញគេនឹងនៅពីលើគេតែម្ដងលឹមខំប្រឹងស្រែកតែគ្មានសំឡេងអ្វីចេញមកឡើយរំពេចនោះគេក៏ឮសំឡេងខ្សឹបនៅក្បែរត្រចៀកគេថាផ្ទះនេះជាផ្ទះរបស់អញឯងនឹងខ្លាចទៅជាចំណីរបស់អញលឹមភ័យស្លន់ស្លោជាខ្លាំងហើយព្យាយាមស្រមៃថាខ្លួនកំពុងរត់គេចចេញពីអ្វីមួយដែលគួរឲ្យខ្លាចគេមើលទៅជុំវិញខ្លួនគេឃើញស្រមោលខ្មៅមួយកំពុងតែដេញតាមរូបគេរត់ហើយរត់ទៀតរហូតដល់ហត់តឹងទ្រូងក៏ដួលសន្លប់ទៅនឹងដីពេលលឹមដួលសន្លប់ស្រមោលខ្មៅនោះក៏បានចាប់ដើមរត់ចេញពីក្បែរគេយ៉ាងលឿនរំពេចនោះស្រមោលខ្មៅក៏រលាយបាត់ចេញពីខ្លួនគេលឹមចាប់ផ្ដើមមានអារម្មណ៍ថាត្រជាក់ស្រៀងហើយខ្លួនរបស់គេក៏ស្រាលដូចហោះទៅលើអាកាសព្រឹកឡើងអ្នកភូមិបានឃើញផ្ទះយីអបបើកចំហទ្វារហើយបានឃើញសុភីដេកសន្លប់បាត់ស្មារតីនៅលើឥដ្ឋចំណែកឯលឹមវិញបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងហើយគ្មាននរណាម្នាក់បានឃើញគេឡើយផ្ទះខ្មោចយីអបក៏ត្រូវបានអ្នកភូមិបិទបាំងយ៉ាងជិតហើយគ្មាននរណាម្នាក់ហ៊ានចូលទៅផ្ទះនោះទៀតទេនៃអប់រំនៃរឿងនិទានស្រមោលអាថ៌កំបាំងផ្ទះចាស់មួយនៅក្នុងភូមិចង់ដាស់តឿនដល់យើងគ្រប់គ្នាថាទី1កុំបំពានជំនឿឬក៏កន្លែងបិសាចទី2កុំបំពានដីធ្លីឬជំរករបស់អ្នកដទៃទី3ត្រូវស្ដាប់ដំបូន្មានចាស់ទុំទី4កុំមើលងាយការភ័យខ្លាចរបស់អ្នកដទៃតើអ្នកគិតយ៉ាងណាចំពោះលឹមនិងវាសនារបស់លឹមនាពេលខាងមុខទៅ